ពិតទេចំណងស្នេហ៍បណ្ដានិងសង្សារលូរីនដាក់ដល់ផ្លូវបំបែកហើយទទួលយកធម៌ពលគ្មានជាតិហ្គាជាមួយគ្រុឌជួឆើតមិនត្រឹមតែយានយន្តថ្មីទោះជាយានយន្តកំពុងប្រើប្រាស់ក៏អាចយកការគ្រីមក LOLC ដើម្បីទទួលបានប្រាក់កម្ចីរហូតដល់ 75% នៃតម្លៃយានយន្តដែលកំពុងប្រើប្រាស់ជប់ថ្ងៃឆ្លងឆ្នាំសកល2026គ្រប់គ្នាមានការចាប់អារម្មណ៍និងភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយបានឃើញសម្ដែងនៅក្នុង story របស់បណ្ដានិងគូស្នេហ៍គឺស្រីស្អាតលូរីនដែលបានរៀបរាប់ពីអារម្មណ៍ផ្លូវចិត្តហាក់បីដូចជាកំពុងមានទុក្ខកង្វល់ពីចំណងស្នេហ៍ដែលទំនងមានរឿងរកម្មរកូសឬឈានដល់ផ្លូវបំបែកមុនផ្ទុះរឿងនេះនៅមួយរយៈពេលចុងក្រោយនេះគេក៏មិនសូវឃើញតារាចម្រៀងបណ្ដាគូស្នេហ៍កញ្ញាលូរីនបង្ហាញភាពស្និទ្ធស្នាលជាមួយគ្នាដោយការពីមុនឡើយខណៈជារឿយៗគេតែងឃើញបណ្ដាទៅណាមកណាតែម្នាក់ឯងដោយមិនសូវមានវត្តមានគូស្នេហ៍រូបដំណើរជាមួយដូចមុនឡើយធ្វើឲ្យអ្នកគ្រប់គ្រងសង្ស័យថាទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរអាចឈានដល់ផ្លូវបំបែកជាស្ដេចដោយការពីយប់ថ្ងៃឆ្លងឆ្នាំគេឃើញបណ្ដានិងកញ្ញាលូរីនបានបង្ហោះនៅលើ story របស់ពួកគេតាំងពីរៀងៗខ្លួនហាក់បង្ហាញអារម្មណ៍សោកសៅដែលក្នុងនោះគេឃើញបណ្ដាបានសរសេររៀបរាប់ពីអារម្មណ៍របស់ខ្លួននៅលើ story Facebook ថាអ្នកគឺជាផ្នែកដែលខ្ញុំចូលចិត្តបំផុតក្នុងឆ្នាំនេះទោះបីជាយើងមិនបានបញ្ចប់វាជាមួយគ្នាក៏ដោយដំណើររឿងរបស់ពួកយើងនៅទីនេះមិនទាន់បញ្ចប់នៅឡើយមានការចាប់ផ្ដើមដ៏ល្អដោយឡែកបានងាកមកស្រីស្អាតលូរីននេះវិញក៏បានផុសភ្ជាប់ជាមួយរូបយន្តហោះក្រដាសដោយសរសេរថាឆ្ងាយពីផ្ទះហើយខ្ញុំមិនកុហកទេថាចិត្តខ្ញុំមានអារម្មណ៍ថាធ្ងន់ដំណើរនេះខ្ញុំបាននៅម្នាក់ឯងហើយវាឈឺចាប់ដែលយើងមិនអាចនៅជាមួយគ្នាលូរីនបានបន្តថាខ្ញុំបានចាក់ចេញពីផ្ទះរបស់យើងគិតចម្ងាយប្រហែលជាធ្វើឲ្យវាកាន់តែងាយស្រួលប៉ុន្តែគ្រប់ទីកន្លែងដែលខ្ញុំទៅខ្ញុំនៅតែនឹកអ្នកបើទោះជាបែបនេះក្តីមកដល់ពេលនេះនៅមិនទាន់មានការបញ្ជាក់ច្បាស់កាតនៅឡើយប៉ុន្តែមហាជនអ្នកនិយមគ្រប់គ្រងគូស្នេហ៍អ្នកទាំងពីរបានបង្ហាញការសោកស្ដាយនិងមិនចង់ឲ្យមានរឿងនេះកើតឡើងសម្រាប់បណ្ដានិងលូរីននោះឡើយព្រោះចំណងស្នេហ៍អ្នកទាំងពីរគឺស័ក្តិសមគ្នានិងទទួលបានការគ្រប់គ្រងច្រើនពីមហាជនសូមបញ្ជាក់ថាតារាចម្រៀងរ៉េបបណ្ដានិងស្រីស្អាតលូរីនអ្នកទាំងពីរបើកបង្ហាញពីទំនាក់ទំនងគ្នាកាលពីអំឡុងដើមឆ្នាំ2023បើគិតមកដល់ពេលនេះមានរយៈពេលជាង2ឆ្នាំដោយកន្លងមករយៈពេលជាង2ឆ្នាំមកនេះគូស្នេហ៍អ្នកទាំងពីរក៏ទទួលបានការគាំទ្រយ៉ាងច្រើនពីមហាជននិងសរសើរថាវណ្ណដានិងស្រីស្អាតលូរីនពួកគេពិតជាស័ក្តិសមគ្នាហើយបើសិនជាពេលនេះពួកគេពិតជាបែកគ្នាមែនពិតជាគួរឲ្យសោកស្ដាយបំផុត